បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយទាំងអស់គ្នាពុកម៉ែបងប្អូនតែងតែឃើញហើយមែនទេដែលរូបភាពទាំងនេះពេលដែលយើងបានឡើងទៅកាន់កំពូលភ្នំឧដុង្គបាទឥឡូវនេះវាជាការបកស្រាយចម្ងល់របស់ខ្ញុំដែរដែលពេលដែលខ្ញុំឡើងទៅកំសាន្តនៅលើកំពូលភ្នំឧដុង្គនៅព្រះសក្យមុនីចេតិយខាងលើកំពូលភ្នំយើងតែងតែមើលមកក្រោមឃើញរូបភាពដោយដែលខ្ញុំដាក់បង្ហាញខាងលើតែងតែឆ្ងល់ថាតើនេះជាអ្វីអាហ្នឹងក្នុងចិត្តរបស់ខ្ញុំក្នុងចម្ងល់របស់ខ្ញុំដែលបានឡើងទៅម្ដងតែងតែឃើញនឹងថតយករូបភាពពីលើកំពូលភ្នំឧដុង្គមកឥឡូវនេះខ្ញុំបានអស់ចម្ងល់ជាមួយនឹងរូបសំណាកទាំងអស់នោះហើយក៏ជាលើកទី1ដែរដែលខ្ញុំបានមកឃើញនៅទស្សនីយភាពដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជារបស់យើងហើយពេលដែលមកដល់គឺពិតជាជ្រះថ្លាមែនទែនបាទជាលើកទី1សម្រាប់ខ្ញុំដែលបានឈានជើងមកដល់ទឹកដីដ៏ស្រស់ស្អាតនេះបាទហើយចំពោះអាកាសធាតុពេលថ្ងៃរៀងក្តៅដែរប៉ុន្តែដល់ពេលខ្ញុំបានឃើញទេសភាពនិងភាពអស្ចារ្យទាំងនេះបាទគឺអត់មានអារម្មណ៍ថាក្តៅឬក៏ហត់នឿយទេខ្ញុំបានដើរមើលគ្រប់កន្លែងបាទមិនថាគ្រប់ទេគ្រាន់តែដើរទៅមិនអស់ប៉ុន្តែក្នុងចិត្តចង់ទៅដើរមើលឲ្យបានច្រើនអីចឹងណាបាទនេះអាកាសធាតុនៅវេលាម៉ោង2ដល់ម៉ោង3បាទពន្លឺព្រះអាទិត្យចាំងមកក៏ល្អខ្យល់អាកាសក៏បក់មកត្រសៀកធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយមែនទែនបាទខ្ញុំទៅនេះគឺថ្ងៃទី3ខែ12ឆ្នាំ2025បាទខ្ញុំតែងតែឆ្ងល់ពេលដែលឡើងទៅលើកំពូលភ្នំឧដុង្គខ្ញុំក្រឡេកមកមើលទេសភាពតែងតែឃើញរូបសំណាកទាំងអស់នេះហើយជាចម្ងល់របស់ខ្ញុំតើកន្លែងនោះជាអ្វីឥឡូវខ្ញុំបានមកដល់គឺពិតជាស្រស់ស្រាយមែនទែនបាទមានអារម្មណ៍ថាវ៉ាវពិតជាអស្ចារ្យមែនបាទហើយនេះគឺរូបភាពវីដេអូដែលខ្ញុំបានដើរផ្ដិតយកនៅបរិវេណនេះបាទខ្ញុំដើររៀងប្រញាប់ដែរដើម្បីត្រឡប់មកភ្នំពេញវិញអញ្ចឹងហើយក៏ថតត្រួសនឹងសរុបខ្យល់អាកាសមើលបរិវេណដ៏អស្ចារ្យនេះបាទប្រិយមិត្តណាខ្លះពុកម៉ែបងប្អូនណាខ្លះដែលពុំទាន់បានទៅទស្សនានៅកន្លែងនេះបាទសូមបញ្ជាក់ថាមិនមែនជាកន្លែងកំសាន្តទេបាទគឺមជ្ឈមណ្ឌលវិបស្សនាបាទទីតាំងស្ងប់ស្ងាត់ដើម្បីរក្សាចិត្តរបស់លោកអ្នកឲ្យស្រស់ថ្លានិងរក្សាចិត្តរបស់អ្នកឲ្យបរិសុទ្ធបើរៀបរាប់ទៅគឺវាមិនអស់ក្នុងចិត្តទេបាទដែលចង់និយាយប៉ុន្តែពិតជាអស្ចារ្យមែនទែនបាទហើយខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនសម្រាប់ការទស្សនាបាទអរគុណជម្រាបលា